សួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបគ្នាម្ដងទៀតថ្ងៃនេះយើងមកនិយាយពីម៉ូតូ Honda Dream ឆ្នាំ2026អូខេអញ្ចឹងយើងឃើញថាម៉ូតូ Honda Dream ឆ្នាំ2025គឺចេញលក់បានច្រើនខែហើយបងប្អូនបាទចេញបានច្រើនខែហើយមកដល់ពេលនេះគឺចុងខែ4ហើយបាទបន្តិចទៀតចូលដល់ខែ5បាទហ្នឹងហើយអញ្ចឹងបើយើងគិតទៅពេលវេលាដែល Dream 2026បង្ហាញខ្លួនក៏មិននៅឆ្ងាយដែរបងប្អូនបាទចិត្តដល់ហើយអូខេអញ្ចឹងរៀងរាល់ឆ្នាំម៉ូតូ Honda Dream គឺតែងតែបង្ហាញខ្លួននៅក្នុងខែ9ហ្នឹងហើយប្រហែលឆ្នាំចុងក្រោយនេះគឺយើងឃើញថាបង្ហាញខ្លួននៅក្នុងខែ9ដោយបងប្អូនយើងបានឃើញហើយសូម្បីDream 25ហ្នឹងក៏សម្ពោធនៅក្នុងខែ9ដែរសម្រាប់ Dream 2026ខ្ញុំគិតថាក៏នឹងសម្ពោធនៅក្នុងខែ9នេះដូចគ្នាដែរបាទសម្រាប់ Honda Dream 2025ដែលបានចេញលក់នៅក្នុងឆ្នាំ2025នេះគឺមានការកោតសរសើរច្រើនតាក់ទងទៅនឹងតែមរបស់វាស្អាតអញ្ចឹងណាហ្នឹងហើយសូម្បីតែខ្ញុំក៏ស្រឡាញ់តែមHonda Dream 2025ដែរតែមវាស្អាតហ្នឹងហើយអូខេអញ្ចឹងយើងមកមើលសម្រាប់ឆ្នាំនេះថាតើ Honda Dream ឆ្នាំ2026នឹងអាចនឹងមានចំណុចបាទកែប្រែក៏ដូចជាបន្ថែមក៏ដូចជាអាប់ដេតអ្វីខ្លះអូខេអញ្ចឹងចំណុចទី1គឺខ្ញុំគិតថាតែម design បាទឆ្នាំនេះប្រហែលជាគេអាចនៅតែដាក់ជាមួយនឹងពណ៌មាសតែពណ៌មាសពណ៌លឿងហ្នឹងហើយអញ្ចឹងប្រហែលជាគេអាចនឹងដាក់លាយពណ៌ផ្សេងអញ្ចឹងណាបើដូចតែពណ៌មាសមានលាយពណ៌សពណ៌អីហ្នឹងគឺយើងមើលទៅស្អាតដូចនៅលើDream 25អញ្ចឹងអូខេអញ្ចឹងចំពោះតែមខ្ញុំសង្ឃឹមថាវានឹងស្អាតជាងDream 25អញ្ចឹងណាបងប្អូនបាទជាមួយនឹងការ design រូបរាងថ្មីប្រហែលជានឹងស្អាតជាងDream 25ហើយមួយទៀតតកតងទៅនឹងកម្លាំងម៉ាស៊ីនរូបរាងម៉ាស៊ីនស៊ីម៉ាំងអីហ្នឹងគឺប្រហែលជាมันមានការកែប្រែច្រើនទេតកតងនឹងស៊ីម៉ាំងអីអញ្ចឹងណាបើរូបរាងម៉ាស៊ីនគឺគេមិនងាយកែទេគឺអាចនៅដដែលដូច Dream 25 24 23អីហ្នឹងបាទបើសិនជាស៊ីម៉ាំងក៏ដូចជាចង្កឹះលេខអីហ្នឹងគឺអាចនឹងមានការdesign update បន្ថែមអីចឹងណាហើយមួយទៀតតកតងទៅនឹងតាប់ឡូផ្លាកកអីហ្នឹងក៏គេអាចនឹងdesign ថ្មីដែរបាទតាប់ឡូកុងទ័ររបស់វាហ្នឹងក៏ដូចជាផ្លាកកអីហ្នឹងគេតែងតែធ្វើការ design ថ្មីរៀងរាល់ឆ្នាំហើយសម្រាប់ចង្គៀងស្តុបមុខស្តុបក្រោយអីហ្នឹងគឺប្រហែលជាมันមានការផ្លាស់ប្ដូរអីច្រើនទេដោយសារយើងទទួលបានអំពូល LED ហើយចង្គៀងទាំងមុខទាំងក្រោយហ្នឹងគឺភ្លឺច្បាស់ល្អជាមួយនឹងអំពូល LED តកតងទៅនឹងប្រព័ន្ធប៊ិចសាំងក៏គេនឹងបន្តដាក់នៅលើ Dream 26ដែរហ្នឹងហើយដោយបងប្អូនយើងបានដឹងហើយថាប៊ិចសាំងគឺវាមានផលប្រយោជន៍ច្រើនហើយមួយទៀតវាស៊ីសាំងតិចអញ្ចឹងណាហើយបរិបទពិភពលោកយើងឥឡូវហ្នឹងគឺគេនិយមប្រើប្រាស់ជាមួយនឹងប៊ិចសាំងដោយសារតែវាកាត់បន្ថយការស៊ីសាំងក៏ដូចជាកាត់បន្ថយនៅការបញ្ចេញជាតិពុលហ្នឹងហើយបញ្ចេញជាតិពុលក៏ដូចជាវាមានភាពវៃឆ្លាតការប្រើប្រាស់ស្ទុះជាងមុនអីចឹងទៅអូខេតកតងទៅនឹងស៊ីម៉ាំងហ្នឹងហើយចំណុចស៊ីម៉ាំងនេះគឺសម្រាប់ខ្ញុំតាំងពីដើមមកដូចអ្នកទាំងអស់គ្នាដឹងហើយគឺខ្ញុំស្រឡាញ់ជាមួយនឹងស៊ីម៉ាំងពណ៌សហ្នឹងហើយបើសិនជាគេអាចបដូរពីពណ៌ខ្មៅមកពណ៌សគឺមើលទៅវាស្អាតមែនទែនសម្រាប់ខ្ញុំអូខេសម្រាប់ចំណុចដែលយើងរំពឹងគឺនៅលើ Dream 26ហ្នឹងគឺនឹងទទួលបានជាមួយនឹងតែមថ្មីក៏ដូចជាការ design ទៅលើរូបរាងស៊ីម៉ាំងការ design ផ្លាកកតែមតាប់ឡូអីហ្នឹងគឺជាមួយនឹងការ design ថ្មីអញ្ចឹងទៅ
សម្រាប់កម្លាំងម៉ាស៊ីនអីហ្នឹងគឺក៏នៅដដែលដែរហើយមួយទៀតតេតងទៅនឹងតម្លៃត្រៀមធម្មតាទេចេញថ្មីបងប្អូនយើងដឹងហើយគឺតម្លៃរបស់វាគឺក្បែរនឹង 3000 ថៃមិនថាត្រៀម25ឬក៏ត្រៀម24 23អីទេចេញដំបូងគឺតម្លៃវាតែងតែខ្ពស់អញ្ចឹងហើយអញ្ចឹងតម្លៃហ្នឹងហើយបើសិនជាយើងចង់ជិះភ្លាមគឺតម្លៃវាតែងតែខ្ពស់បើបងប្អូនយើងគាត់ចង់បានតម្លៃធូរអីតើតែចាំយូរអញ្ចឹងណាប៉ុន្តែពេលខ្លះទាំងខ្ញុំទាំងបងប្អូនអ្វីដែលយើងចង់បានហើយយើងមានលុយគ្រប់ទៀតយើងប្រហែលជាមិនងាយនឹងរងចាំទេយើងតែងតែចង់បានភ្លាមអញ្ចឹងណាបងប្អូនអូខេសរុបមកសម្រាប់ពេលវេលាក៏ដូចជាថ្ងៃដែលត្រៀម26ចេញ support ហ្នឹងគឺខ្ញុំក៏មិនដឹងថាចេញនៅថ្ងៃណាដែរក៏ប៉ុន្តែភាគរយអ្វីដែលយើងរំពឹងខ្ពស់នោះគឺគេនឹងចេញនៅក្នុងខែ9នេះហើយគេនឹងចេញដូចស៊េរីមុនដែរនៅក្នុងខែ9អញ្ចឹងអ្នកដែលគាត់ចង់ឡើងស៊េរីចង់ទិញថ្មីចង់ជិះអាសងស៊េរីថ្មីសងត្រៀមស៊េរីថ្មីគឺកុំភ្លេចត្រៀមខ្លួនបាទអរគុណអញ្ចឹងបងប្អូនយើងអាចសរសេរ comment នៅខាងក្រោមហើយវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងបើសិនជាមានកំហុសខុសឆ្គងក៏សូមអធិស្ឋានហើយយើងនឹងជួបគ្នានៅវីដេអូបន្តអរគុណជម្រាបលា